ប្រាង30នាទីរាល់ថ្ងៃហេធ្វើឲ្យរាងកាយរឹងមាំបង្ការជំងឺមិនឆ្លងសុខភាពល្អផងឯណែអារម្មណ៍ស្រងថ្លាហាត់ប្រាង30នាទីរាល់ថ្ងៃហេធ្វើឲ្យរាងកាយរឹងមាំបង្ការជំងឺមិនឆ្លងសុខភាពល្អផង Hello ជំរាបសួរពុកម៉ែបងប្អូនសាជាថ្មីបាទក៏សួស្ដីទៅកាន់ពុកម៉ែបងប្អូនទូទាំង25រាជធានីខេត្តបាទពុកម៉ែបងប្អូនបាទថ្ងៃនេះឆ្លៀតបាទឆ្លៀតទៀតហើយបាទដោយសារតែកំណត់គោលដៅផែនការខ្លួនឯងហាត់ប្រាណធ្វើម៉េចឲ្យបាន30នាទីក្នុងមួយថ្ងៃបាទពុកម៉ែបងប្អូនដូចគ្នាដែរណាពុកម៉ែបងប្អូនកុំចោលកុំបោះបង់បាទអំពីសុខភាពបាទចូលរួមថែទាំទាំងអស់គ្នាពុកម៉ែបងប្អូនបាទថ្ងៃនេះបាទហេតុអីបានជាខ្ញុំបាទថាឆ្លៀតបាទជាមួយនឹងបងប្រុសបាទដោយសារតែយើងមានឡានចំនួន4គ្រឿងបាទក្នុងការត្រៀមបាទរងចាំកម្ចីអនុម័តបាទដោយសារតែជនយើងបានមកមើលរួចរាល់ហើយបាទពេញចិត្តទៅលើរថយន្តព្រុសបាទមួយគ្រឿងនេះពុកម៉ែបងប្អូនចាំតែដំណឹងល្អពីដៃគូធនាគារយើងទេបាទជាប្រភេទឡានឆ្នាំ07បាទ full option បាទស្លាកលេខពីអសពុកម៉ែបងប្អូនណាពណ៌ទឹកប្រាក់បាទក្នុងឱកាសបុណ្យចូលឆ្នាំថ្មីបាទប្រពៃណីជាតិខ្មែរយើងខាងមុខនេះបាទគាត់ចង់បានយកទៅជិះបាទជាលក្ខណៈគ្រួសារនិងបាទទៅលេងស្រុកកំណើតពុកម៉ែបងប្អូនបាទមកកាមេរ៉ាយើងបាទហើយយើងមានបាទពពួកបាទ pick up ដែលជាប្រភេទបាទ Ford S150 បាទត្រៀមនឹងដល់គូដូចគ្នាបាទរងចាំដំណឹងល្អពីដៃគូដូចគ្នាដែរពុកម៉ែបងប្អូនណាអញ្ចឹងបាទមិនទាន់បាទអស់ឱកាសទេពុកម៉ែបងប្អូនដោយសារតែបាទកម្ចីកំពុងតែត្រៀមអនុម័តបាទអញ្ចឹងពុកម៉ែបងប្អូនដែលស្រឡាញ់ Ford S150 អាចមកទិញលុយសុទ្ធក៏បានក៏ដាក់ពាក្យបាទប្រឹក្សាបងរំលោះក៏បានដែរបាទអត់ទាន់អស់ពេលទេពុកម៉ែបងប្អូនបាទនៅមានឱកាសដោយសារកម្ចីយើងនៅមាន3ថ្ងៃទៀតដោយសារអតិថិជននៅខេត្តអញ្ចឹងត្រូវការចំណាយពេលបន្តិចក្នុងការរៀបចំឯកសារនិងប្រឹក្សាប៉ុន្តែបើអតិថិជនយើងនៅភ្នំពេញអូខេតែ2ថ្ងៃទេពុកម៉ែបងប្អូនលទ្ធភាពពុកម៉ែបងប្អូនមានមកអាចដាក់ពាក្យបានដោយសារអីលក្ខខណ្ឌឃ្លាំងឡានយើងមិនតម្រូវឲ្យពុកម៉ែបងប្អូនបាទកក់ទៅលើក្បាលឡានទេគឺគ្រាន់តែកក់ទៅលើឯកសារអញ្ចឹងករណីដែលពុកម៉ែបងប្អូនជាប់មុនអាចមកដកមុនពុកម៉ែបងប្អូនជាប់ក្រោយយើងមានឡានផ្ដល់ជូនពុកម៉ែបងប្អូនជាជំរឿសបាទបន្តទៀតបាទហើយមកគ្រឿងនេះបាទក៏ចិត្តដល់គូដែរពុកម៉ែបងប្អូនជាប្រភេទបាទតាកូម៉ាឆ្នាំ0បាទ8បាទប៉ុង1ពណ៌សទ្រង់វែងជាប្រភេទឡាន option កម្រផងដែរពុកម៉ែបងប្អូនណាបាទត្រៀមពុកម៉ែបងប្អូនបាទគាត់មកពីខាងស្វាយរៀងបាទហើយគាត់មើលស្រឡាញ់ពេញចិត្តអស់ហើយប៉ុន្តែរងចាំដៃគូយើងអនុម័តដូចគ្នាហើយរថយន្តមួយគ្រឿងទៀតជាប្រភេទរថយន្ត Alphard ឆ្នាំ06ជាប្រភេទស្លាកលេខបាទត្រៀមជូនទៅដល់បងប្រុសមកពីខាងកំពង់ធំប៉ុន្តែដោយសារតែឡានយើងអត់ទាន់អាចបង្ហាញជូនពុកម៉ែបងប្អូនបានដោយសារតែឡាននៅកន្លែងបោកពូកលាងម៉ាស៊ីនបាទថ្ងៃស្អែកបាទកម្ចីបងប្រុសគឺបានអនុម័តហើយបាទគឺបានអនុម័តហើយសម្រាប់រថយន្ត Alphard ឆ្នាំ06ថ្ងៃស្អែកនេះបងប្រុសនឹងអញ្ជើញមកពីខាងកំពង់ធំបាទមកមើលឡាននិងដកឡានយកទៅប្រើប្រាស់តែម្ដងអញ្ចឹងអរគុណសារជាថ្មីសម្រាប់ពុកម៉ែបងប្អូនដែលចូលរួមបាទគ្រប់គ្រងនិងចែករំលែកបាទរាល់គ្រប់សកម្មភាពរបស់ក្រុមការងារយើងដែលតែងតែជួយបាទពុកម៉ែបងប្អូនឲ្យបានជាប់នៅរថយន្តក្តីស្រមៃចូលផ្ទះពិតប្រាកដជាមួយនឹងទំនុកចិត្តគុណភាពសុវត្ថិភាពក្នុងការជួយប្រឹក្សាពុកម៉ែបងប្អូនតាមរយៈអនឡាញដកយករថយន្តក្តីស្រមៃចូលផ្ទះពិតប្រាកដបាទអរគុណសារជាថ្មីសូមជម្រាបលាបាយបាយ